បាទមកដល់លំហាត់បន្ទាប់នេះគឺយើងនិយាយអំពីការប្រើប្រាស់នៅរូបមន្ត trim ណាបាទ trim នេះតើបានប្រើសម្រាប់ដក clear ណាដែលលើសពីមួយគឺទុកតែមួយ clear គេហៅថាទុកតែមួយ space ណាឧទាហរណ៍ថាក្នុងខាងដើមនេះយើងវាយពាក្យថា Cambodia Information Technology Organization អញ្ចឹងយើងឃើញថានៅត្រង់ចំណុចមួយចំនួនណាដូចជាចំណុចនេះយើងឃើញមានថាវា double space ណា it's double space ទាំងនេះក៏ double space អញ្ចឹងត្រង់នេះក៏ double space ត្រង់នេះគឺវាណា three space ត្រង់នេះគឺ3 space ហ៎វា3 space ហើយមកពី3ហើយអញ្ចឹងដោយសារតែការណាដែលយើងវាយអញ្ចឹងយើងអត់បានកំណត់ខ្លួនឯងអញ្ចឹងយើងជៀសវាងការដែលយើងខ្ជិលណាខ្ជិលមកឆែកមើលកំណត់ខ្លួនឯងគឺយើងបង្កើត function មួយមានឈ្មោះថា trim ណា trim នេះគឺយើងសម្រេចកាត់ផ្ដាច់ណាកាត់ផ្ដាច់នៅ space ណា trim នៅក្នុងភាសា design នៅក្នុងភាសាផ្សេងវាតែងតែមាននៅក្នុងភាសា design ដូចជា Corel Last program អីវាមានច្រើនប៉ុន្តែ trim នៅក្នុងកម្មវិធី Excel នេះគឺប្រើដើម្បីកាត់ space ណាអញ្ចឹងត្រង់ណាដែលមានចំណុច space លើសពីមួយ space វានឹងកាត់ចោលដោយតម្រឹមឲ្យនៅតែមួយ space តែប៉ុណ្ណោះបាទអញ្ចឹងយើងមើលត្រង់ចំណុចនេះឃើញទេនៅពេលដែលយើងបានប្រើនៅរូបមន្ត trim ណា function trim នឹងចេញមកវានឹងកាត់ space ចោលណាក្នុងនេះនៅសល់ដល់ single space ណា single space បាទអញ្ចឹងលំហាត់ហ្នឹងគឺវាងាយស្រួលទេបាទ function trim នេះគឺវាតែប៉ុណ្ណឹងទេដូចចេះខ្ញុំមិនបាច់ចាំឧទាហរណ៍ទេគឺវាតិចទេបាទអញ្ចឹងយើងបាញ់យល់តាមហ្នឹងបាទអរគុណ